Akuបងសូមជំរាបសួរបងប្អូនអរគ្នាក្នុងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទនៅថ្ងៃនេះខ្ញុំបានលើកយកសំណួរមួយដែលបងប្អូនដទៃទៀតគាត់បានសួរមកខ្ញុំឬ comment ជាពាក្យដែលមិនល្អផុតគឺប្អូនម្នាក់ឈ្មោះគឹមយ៉ាដែលគាត់បានលើកឡើងថាហើយគាត់ជេរខ្ញុំដែរនៅពេលដែលខ្ញុំបង្ហោះព្រះបន្ទូលព្រះអង្គថាតើគ្រឹះបរិស័ទឲ្យគោរពប្រតិបត្តិដល់ឪពុកម្ដាយអត់បាទអញ្ចឹងជាការពិតណាគ្រឹះបរិស័ទការគោរពប្រតិបត្តិឪពុកម្ដាយហ្នឹងគឺខ្លាំងក្លាមែនទែនមិនមែនគោរពធម្មតាទេប៉ុន្តែសំណួរនេះគឺតែងតែសួរម្ដងហើយម្ដងទៀតថាអូអ្នកដែលជឿព្រះយេស៊ូវពេលដែលជឿព្រះយេស៊ូវហើយកាត់កាលឪពុកម្ដាយចោលអត់គោរពប្រតិបត្តិឪពុកម្ដាយអត់ឲ្យតម្លៃអត់គោរពគាត់អត់កោតថ្លៃដល់គាត់ប៉ុន្តែសំណួរទាំងអស់ហ្នឹងឬក៏ចម្លើយដែលពួកគាត់សួរឬក៏ឆ្លើយហ្នឹងវាច្រើនឮពីអ្នកដែលមិនជឿព្រះយេស៊ូវឡើយហើយយ៉ាងដូចនេះលើកទឹកចិត្តរលឹកនៅបងប្អូននៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរមួយគឺនៅក្នុងអេផេសូតចំពុក6ខ1ខ្ញុំសូមអានជូនក្មេងរាល់គ្នាអើយចូលស្ដាប់បង្គាប់មេត្តាបិតាខ្លួនក្នុងព្រះម្ចាស់បិទធ្វើដូច្នេះទើបបានត្រូវលោកអ្នកបងប្អូនព្រះអង្គមានប្រាប់បន្ទូលយ៉ាងច្បាស់ថាចូលឲ្យគោរពប្រតិបត្តិដល់ឪពុកម្ដាយមិនមែនជាការលេងសើចទេមានបងប្អូនមួយចំនួនបានលើកឡើងថាពេលដែលជឿព្រះយេស៊ូវហើយអត់ស្ដាប់បង្គាប់ឪពុកម្ដាយអត់គោរពអត់ឲ្យតម្លៃតែម្ដងប៉ុន្តែនោះគឺជាការដែលខុសព្រះអង្គថាម៉េចព្រះអង្គម្ចាស់គឺសំដៅលើអង្គព្រះយេស៊ូវហើយក្មេងរាល់គ្នាគឺសំដៅទៅលើអ្នកដែលជឿព្រះយេស៊ូវដូចជានៅក្នុងកាពីមួយទៀតយូហានចំពុក1ខ12ព្រះអង្គថាម៉េចអ្នកណាដែលជឿព្រះអង្គបានត្រឡប់ជាកូនព្រះហើយកូនព្រះត្រូវតែឲ្យតម្លៃគោរពប្រតិបត្តិឪពុកម្ដាយតែបើសិនបើថាអ្នកដែលជឿព្រះយេស៊ូវអត់គោរពប្រតិបត្តិឪពុកម្ដាយគឺខុសហ្មងខុសទាំងស្រុង 100% តែម្ដងអញ្ចឹងអ្នកដែលជឿព្រះយេស៊ូវយើងគោរពប្រតិបត្តិឪពុកម្ដាយហើយនៅក្នុងព្រះគម្ពីរមួយទៀតនិខេមនាងចំពុក20ខ12ចូលឲ្យគោរពប្រតិបត្តិដល់ឪពុកម្ដាយដើម្បីឲ្យបានអាយុវែងនៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់ប្រទានឲ្យលោកអ្នកបងប្អូននៅពេលដែលព្រះអង្គបានដាក់បញ្ញត្តិទៅកាន់លោកម៉ូសេឲ្យជនជាតិអ៊ីស្រាអែលគោរពក៏ដូចជាគ្រឹះបរិស័ទក្នុងសម័យបច្ចុប្បន្ននេះរាប់ពាន់ឆ្នាំមកហើយគោរពគឺឲ្យយើងគោរពប្រតិបត្តិឪពុកម្ដាយអ្នកណាដែលអត់គោរពប្រតិបត្តិឪពុកម្ដាយនោះមានអាយុខ្លីបើសិនបើរស់ស៊ីវិញអត់គុំកើនអត់រុងរឿងឯងអត់ឡើងពាក្យលោកគេថាអត់ឡើងរិស័យប៉ុន្តែយើងអត់ជឿលើរិស័យយើងអត់ជឿលើសំណាងទេតែយើងជឿលើព្រះបន្ទូលព្រះបាទអញ្ចឹងការដែលយើងគោរពប្រតិបត្តិដល់ឪពុកម្ដាយគឺតាមបញ្ញត្តិព្រះព្រោះព្រះអង្គជាឪពុករបស់យើងហើយម្ដាយឪពុកគឺជាអ្នកមានគុណខាងសាច់ឈាមរបស់យើងហេតុអីយើងមិនគោរពគាត់ហេតុអីយើងមិនឲ្យតម្លៃគាត់មិនឲ្យតម្លៃឪពុកម្ដាយប្រៀបដូចជាអត់ឲ្យតម្លៃព្រះជាម្ចាស់ដែរអញ្ចឹងបានបងប្អូនមួយចំនួនគាត់អ្នកមិនជឿមួយចំនួនតូចឯងគាត់ដើរជេរគ្រឹះបរិស័ទអូគ្រឹះបរិស័ទមិនគោរពប្រតិបត្តិឪពុកម្ដាយគ្រឹះបរិស័ទគឺជាមនុស្សថ្មិលគ្រឹះបរិស័ទគឺជាមនុស្សដែលមិនល្អមិនគោរពសាសនាខ្លួនឯងទៅគោរពសាសនាគេអញ្ចឹងទៅហើយមួយទៀតអ្នករហូតដល់មានអ្នកខ្លះនិយាយថាអូគ្រឹះបរិស័ទអ្នកជឿយេស៊ូវហ្នឹងពេលដែលជឿយេស៊ូវហើយឪពុកម្ដាយស្លាប់អត់ឲ្យយំតើកន្លែងណាបងប្អូនធ្លាប់ឃើញផ្ទាល់ទេថាអ្នកជឿព្រះយេស៊ូវឪពុកម្ដាយស្លាប់អត់យំបងប្អូនឃើញផ្ទាល់អត់ព្រះយេស៊ូវសំបីតាឡាសាដែលជាមិត្តសម្លាញ់ព្រះអង្គស្លាប់4ថ្ងៃនៅក្នុងភ្នោព្រះអង្គស្រក់ទឹកភ្នែកព្រះអង្គព្រះកន្សែងបាទអញ្ចឹងយើងចង់យំយើងចង់មិនយំនោះជារឿងរបស់យើងប៉ុន្តែបើសិនបើយើងថាគ្រឹះបរិស័ទមិនចេះយំមិនចេះអីមិនចេះគោរពប្រតិបត្តិឪពុកម្ដាយអន់ជាងសត្វធាតុទៀតអញ្ចឹងអ្នកខ្លះរត់អូគ្រឹះបរិស័ទពេលឪពុកម្ដាយស្លាប់គឺនឹងនៃចាក់ធុងបាសរមតើបងប្អូនដែលឃើញគ្រឹះបរិស័ទទៅចាក់ធុងបាសរមអត់ពេលឪពុកម្ដាយស្លាប់គេកាន់ទុកមានណាមនុស្សស្លាប់ហើយនាំគ្នាទៅចាក់ធុងបាសរមទេមានណាឪពុកម្ដាយស្លាប់ទាំងមូលហើយដែលរស់នៅជាមួយគ្នារហូតអត់ចេះយំហើយមួយទៀតសម្បីតែគាត់ឈឺសម្បីតែបងប្អូនយើងឈឺយើងស្រក់ទឹកភ្នែកចោះតម្រាំគាត់ចាក់ចេញពីយើងដឹងថាគាត់ទៅនគរឋានសួគ៌ជាកន្លែងនៅសុខសាន្តប៉ុន្តែយើងអឡោះអាល័យក្នុងដែលថាមនោសញ្ចេតនាក្តីស្រឡាញ់វៀងម្ដាយឪពុកជាអ្នកមានគុណរបស់ផងយើងហើយមួយទៀតលើកទឹកចិត្តដល់លោកអ្នកបងប្អូនថាសូមរៀនឲ្យបានច្បាស់អំពីអង្គព្រះយេស៊ូវអញ្ចឹងព្រះអង្គឲ្យយើងគោរពប្រតិបត្តិដល់ព្រះជាទី1
ហើយគោរពប្រតិបត្តិដល់ពុកម្ដាយហើយប៉ុន្តែមួយគ្រឹះបរិស័ទរឿងមួយដែលគ្រឹះបរិស័ទមិនធ្វើគឺយើងអត់ធ្វើបុណ្យ7ថ្ងៃឬក៏យើងអត់ធ្វើបុណ្យ100ថ្ងៃទេនោះគឺរបៀបសាសនាពុទ្ធសាសនាគឺបរិស័ទយើងជឿថាឪពុកម្ដាយពេលដែលគាត់ចែកឋានទៅគាត់ដែលគាត់សម្រាកក្នុងព្រះយើងប្រើពាក្យថាសម្រាកគាត់ទៅនគរឋានសួគ៌ហើយអញ្ចឹងនគរឋានសួគ៌ជាកន្លែងដែលស្ដុកស្ដំមានបរិបូរហូរហៀមិនមែនជាកន្លែងខ្វះខាតដែលមានកន្លែងដែលទួញសោកដែលយំអីទៀតទេបាទអញ្ចឹងនោះគឺជាជំនឿរបស់ផងយើងនៅក្នុងចំណុចកន្លែងហ្នឹងខ្ញុំបានជួបអ្នកមីងឬក៏ពូដែលខ្ញុំបានផ្សាយនឹងល្អគាត់មិនមែនជាអ្នកដែលជឿព្រះយេស៊ូវទេតែខ្ញុំសួរគាត់ថាលោកពូអ្នកមីងតើលោកពូអ្នកមីងចង់ឲ្យកូនឪពុកម្ដាយក្នុងនាមជាឪពុកម្ដាយតែចង់ឲ្យកូនធ្វើបុណ្យនៅពេលរស់ឬក៏ពេលស្លាប់100នាក់បងប្អូនគាត់ឆ្លើយថាគាត់ចង់ឲ្យឪពុកគាត់ចង់ឲ្យកូនរបស់ផងគាត់បម្រើគាត់ធ្វើម្ហូបអាហារឲ្យគាត់បរិភោគនៅពេលដែលគាត់នៅរស់ខ្ញុំចាំពាក្យសម្ដេចសង្ឃជួនណានមួយនិយាយថាសែនទៅអីសែនឲ្យទៅសម្ោចស៊ីឥតប្រយោជន៍ពេលដែលគាត់នៅរស់យើងឲ្យគាត់ហូបឲ្យឆ្អែតទៅយើងមានលុយយើងជូនលុយគាត់ម្ហូបអាហារដល់តម្លៃគាត់ថែរក្សាឲ្យគាត់យើងជួបជុំគាត់ជួបជុំជាមួយនឹងគាត់ថ្ងៃចូលឆ្នាំជុំបិណ្ឌហើយយើងមុជទឹកឲ្យគាត់ធ្វើម្ហូបឲ្យគាត់ហូបទៅនេះជាអ្វីដែលគ្រឹះបរិស័ទធ្វើអញ្ចឹងលើកទឹកចិត្តលោកអ្នកបងប្អូនថាគ្រឹះបរិស័ទគោរពប្រតិបត្តិឪពុកម្ដាយណានេះជាបញ្ញត្តិដែលព្រះដាក់ឲ្យអញ្ចឹងបើយើងមិនចេះគោរពប្រតិបត្តិឪពុកម្ដាយយើងនឹងមានអាយុខ្លីយើងជាជនដែលមិនល្អហើយបើពីសម័យសញ្ញាចាស់ដែលសម័យកើតពីនេះគឺដេញចេញពីភូមិស្រុកទៀតអ្នកដែលមិនគោរពប្រតិបត្តិឪពុកម្ដាយហ្នឹងអញ្ចឹងលើកទឹកចិត្តលោកអ្នកបងប្អូនថាគឺបរិស័ទគោរពប្រតិបត្តិឪពុកម្ដាយបើជនណាម្នាក់ដែលថាគឺបរិស័ទស្អប់ឪពុកម្ដាយនោះគឺខុសធ្ងន់ធ្ងរហើយអញ្ចឹងសូមព្រះប្រទានពរបងប្អូនអរគ្នាក្នុងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន